ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកចែករំលែកពីដើមឆាយាបូកជាមួយនឹងដើមអំពិលខ្មៅនិងផ្លែអំពិលទឹកបារាំងបងប្អូនណាបីមុខលេចូលគ្នាប៉ុន្តែអត់បានបង្ហាញពីអំពិលខ្មៅនិងផ្លែអំពិលទឹកបារាំងទេបងប្អូនណាសូមទោសទុកជាមុនបងប្អូនណាយកមកធ្វើថ្នាំព្យាបាលជំងឺទី1ទឹកនោមប្រៃទី2ជាតិអាស៊ីតឡើងខ្ពស់ទី3ជំងឺដាច់សរសៃឈាមខួរក្បាលវិធីប្រើប្រាស់ថ្នាំវិញម្ដងយកដើមឆាយាចំនួន3កង់1កង់កាត់កន្លះចង្អាមរួចដំឲ្យទក់បន្ទាប់មកទៀតរកដើមអំពិលខ្មៅចំនួន3ខ្នាំងបងប្អូនណាយកតែខ្នាំងរបស់អំពិលខ្មៅទេបន្ទាប់មកទៀតទៅរកផ្លែអំពិលទឹកបារាំងចំនួន3ផ្លែខ្ចីបងប្អូនកាត់ជា3កំណាត់1ផ្លែកាត់ជា3កំណាត់ដាក់ដាំជាមួយទឹក3លីត្ររំងាស់ឲ្យបាន15នាទីពេលទទួលទានវិញមួយថ្ងៃអត់កំណត់ទេណាបងប្អូនព្យាយាមទទួលទានចាប់ពី7ទៅ10ថ្ងៃអាការៈជំងឺនឹងបានជាធូរស្បើយបងប្អូនមិននឹកស្មានថាថ្នាំសមជួរគ្នា3មុខពូកែដល់ម្លឹងសោះ